នំក្រសងនេះម្ដុំឡើងធំហ្មងហើយសំខាន់មួយពាន់តំណងទៀតរសជាតិក៏ឆ្ងាញ់ហើយបើតម្លៃវិញគឺម្ដុំនឹងតែ5000ទេពេលដែលហែកមកខាងក្នុងឡើងទុនហ្មងនិយាយទៅអត់មានស្វិតអត់មានអីទេទុកចោលមកស្ទូតដែរអញ្ចឹងបើនំសូកូឡាមួយនេះក៏ឆ្ងាញ់ដែរឃើញអញ្ចឹងប៉ុន្តែពេលដែលខាំទៅឡើងទុនហ្មងតម្លៃ5000ហ្នឹងគឺមិនមែនតែប៉ុណ្ណឹងទេគឺមួយទូទាំងអស់ហ្នឹងហ្មងគឺតម្លៃ5000ទាំងអស់សម្រាប់ទីតាំងវិញគឺខ្ញុំបានមកទិញនៅទូកោកហ្នឹងឯងខ្ញុំស្គាល់ហាងរបស់គាត់ហ្នឹងហ្មងទៅតាមគេ review ដែរទេហាងរបស់គាត់ហ្នឹងគឺនៅទៅមុខហាងហេកាទូកោកហ្នឹងហ្មងនិយាយទៅសួរហៅទេដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងគឺខ្ញុំស្គាល់កន្លែងគាត់ហ្នឹងទៅតាមគេ review ដែរទេខ្ញុំចាត់អារម្មណ៍ជាងគេហ្មងគឺនំនៅខាងគាត់នេះនិយាយទៅថ្នងមែនតើហ្មងហើយសំខាន់ម្ដងតែ5000ទេបាទនិយាយពីក្រូសងវិញគឺមានច្រើនប្រភេទមែនតើហ្មងដូចខ្ញុំបង្ហាញនេះអញ្ចឹងមានរសជាតិផ្សេងគ្នាមានតាំងពីសូកូឡាផងមានតាំងពណ៌បៃតងដែលខ្ញុំបង្ហាញមុនហ្នឹងទៀតខ្ញុំទៅកន្លែងគាត់លើកទី1ដល់អញ្ចឹងទៅហ៊ានពិបាកដោយសារតែអត់ដឹងយកមួយណាច្រើនរសជាតិពេកអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយកនំសូកូឡាជាមួយនឹងនំក្រូសងពណ៌បៃតងមុនហ្នឹងខ្ញុំអត់ចាំឈ្មោះទេការខ្ញុំទិញនៅកន្លែងគាត់ហ្នឹងគឺទិញផឹកឡើងទុកក្នុងកតាបចោលមកស្ទូលរហូតដល់ពេលថ្ងៃខ្ញុំញ៉ាំពេលដែលខ្ញុំហែកញ៉ាំហ្នឹងគឺនំនោះអត់មានស្វិតអត់មានអីទេនិយាយទៅខាងក្នុងឡើងទុនហ្មងបាទរសជាតិវិញគឺឆ្ងាញ់មែនឆ្ងាញ់ជាងនំផ្សេងធ្លាប់ញ៉ាំពីមុនមកជាពិសេសមកគឺនំសូកូឡាមួយនេះនិយាយទៅឃើញតែនងហើយបាទរសជាតិវិញគឺឆ្ងាញ់មែនខាងក្នុងឡើងទុនហ្មងហើយខាងក្នុងគឺមានស្នូលសូកូឡាទៀតគ្រូសងពណ៌បៃតងនេះក៏តំណងដែររសជាតិវិញក៏ឆ្ងាញ់ទៀតខាងក្នុងក៏មានស្នូលដូចជាស្នូលដូងតម្លៃ15000ទិញ2នឹងអស់10000